ការកោតសរសើរកូនសិស្សតូចៗនៅសាលាបឋមសិក្សារបស់រមៀខេត្តពោធិ៍សាត់ដាំដុះបន្លែចម្រុះទទួលបានទិន្នផលល្អលក់ជូនប្រជាពលរដ្ឋក្នុងតំបន់បង្កើនការយល់ដឹងពីបំណិនជីវិតនិងជីវភាពរស់នៅប្រចាំថ្ងៃរូបភាពជាច្រើនសន្លឹកបង្ហាញពីកុមារតូចៗដែលជាសិស្សសាលាបឋមសិក្សារបស់រមៀកំពុងលក់ដូរបន្លែធម្មជាតិជូនបងប្អូនប្រជាពលរដ្ឋដែលពួកគេបានដាំដុះប្រកបដោយការយកចិត្តទុកដាក់អមដោយស្នាមញញឹមលើផ្ទៃមុខកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជនទូទៅសម្ដែងការកោតសរសើរនិងលើកទឹកចិត្តជំរុញការបណ្ដុះស្មារតីកុមារឲ្យយល់ដឹងអំពីបំណិនជីវិតនិងជីវភាពរស់នៅប្រចាំថ្ងៃនៅទីតាំងដទៃទៀតតាមរយៈទំព័រ Facebook ផ្លូវការរបស់ក្រុមប្រឹក្សាយុវជនកម្ពុជានិងក្រុមប្រឹក្សាកុមារកម្ពុជាបានឲ្យដឹងនៅថ្ងៃទី2ខែមេសាថាថ្មីនេះក្រុមប្រឹក្សាកុមារនៃសាលាបឋមសិក្សារបស់រមៀដែលស្ថិតនៅក្នុងភូមិដងជ្រុំឃុំបឹងបាត់កណ្ដោលស្រុកបាកាន់ខេត្តពោធិ៍សាត់បានរៀបចំសកម្មភាពលក់បន្លែដែលសិស្សបានដាំដុះនៅក្នុងសាលាសកម្មភាពនេះមានបំណងលើកស្ទួយការរៀនសូត្រអំពីកសិកម្មបៃតងនិងបណ្ដុះអត្តចរិតការងារព្រមទាំងការចេះសន្សំសំចៃរបស់សិស្សក្នុងនោះដែរសិស្សានុសិស្សបានដាំដុះបន្លែជាច្រើនប្រភេទដូចជាប៉េងប៉ោះត្រកួនខ្ទឹមស្លឹកសណ្តែកនិងស្លឹកគ្រឿងទេសផ្សេងទៀតបន្លែទាំងនេះត្រូវបានដាំដោយមានការចូលរួមយ៉ាងសកម្មរបស់សិស្សនិងគ្រូបង្រៀនដោយប្រើវិធីដាំតាមបច្ចេកទេសធម្មជាតិក្នុងពេលលក់សិស្សមិនត្រឹមតែទទួលបានបទពិសោធន៍អំពីការផ្សព្វផ្សាយនិងលក់បន្លែប៉ុណ្ណោះទេប៉ុន្តែពួកគាត់ក៏បានរៀនអំពីការគ្រប់គ្រងថវិកានិងភាពសំខាន់នៃការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវយ៉ាងណាមិញលទ្ធផលចំណូលពីការលក់នឹងត្រូវប្រើសម្រាប់ការអភិវឌ្ឍសួនបន្លែបន្ថែមនិងការគ្រប់គ្រងកម្មវិធីអប់រំផ្សេងៗនៅក្នុងសាលាសកម្មភាពនេះក៏ជាផ្នែកមួយក្នុងចំណោមការប្រឹងប្រែងរបស់សាលាដើម្បីបង្រៀនសិស្សអំពីបំណិនជីវិតជីវភាពរស់នៅប្រចាំថ្ងៃនិងការរីកចម្រើនប្រកបដោយនិរន្តរភាព